អ្នកទាំងអស់គ្នាដឹងថាហេតុអីបានជាមនុស្សពីច្រើននៅក្នុងទីក្រុងភ្នំពេញក៏អត់សូវប្រព័ន្ធឡានក្រុងដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរទៅកាន់កន្លែងធ្វើការរបស់គាត់ឬក៏ទៅកន្លែងផ្សេងៗអញ្ចឹងតាមរយៈការស្ទង់មតិរបស់យើងឃើញថាមានតែមនុស្ស6%ប៉ុណ្ណោះដែលគាត់ប្រព័ន្ធមធ្យោបាយសាធារណៈហើយចំណែក94%ទៀតគឺគាត់ប្រព័ន្ធមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនរបស់គាត់ហើយគាត់ក៏បានប្រាប់ពីមូលហេតុផងដែរទីមួយគឺតកតងទៅនឹង schedule វាអត់មានភាពជាក់លាក់ដែលធ្វើឲ្យយើងរងចាំយូរមួយទៀតគឺប្រវត្តិខាងនៅចំណងឡានក្រុងអត់មានផាសុកភាពហើយមួយទៀតគឺ poor service ហើយមួយទៀតគឺសុវត្ថិភាពអត់សូវមានសុវត្ថិភាពតែពេលដែលយើងធ្វើដំណើរជាមួយមនុស្សផ្សេងៗដែលយើងមិនអាចស្គាល់មុខចឹងហើយនេះជាបញ្ហាចម្បងដែលធ្វើឲ្យមនុស្សគាត់អត់សូវប្រជាជនគាត់អត់សូវងាកមកប្រើប្រាស់ឡានក្រុងទីមួយគឺតកតងទៅនឹងtime consuming គឺទីមួយគឺធ្វើឲ្យគាត់រងចាំយូរដោយសារតែឡានក្រុងគាត់ត្រូវតម្លាក់មនុស្សនៅតាមចំណតផ្សេងច្រើនអញ្ចឹងធ្វើឲ្យគាត់ចំណាយពេលរងចាំយូរតមក limited bus អត់សូវមានឡានក្រុងនៅក្នុងតំបន់ខ្លះនៅក្នុងទីក្រុងភ្នំពេញហើយមួយទៀតគឺតកតងទៅនឹង bus route schedule ដែលឡានក្រុងគាត់អត់មានពេលវេលាគាត់មកអត់តាមទៀងពេលដូច schedule ដែលបាន set អញ្ចឹងធ្វើឲ្យអ្នករងចាំយូរនៅតាមឋានីផ្សេងចឹងហើយ bus stop នៅតំបន់ខ្លះគឺមានកង្វះខាត bus stop ដែលធ្វើឲ្យ user គាត់ពិបាកស្វែងរកក្នុងការធ្វើដំណើរដោយឃើញបញ្ហាទាំងអស់ហ្នឹងហើយក្រុមយើងក៏បានជា propose ជា solution នៅក្នុង application មួយដែលមានឈ្មោះថា Google Bus យើងគឺធ្វើឡើងដើម្បីលើកទឹកចិត្តឲ្យប្រជាជនគាត់ងាកមកប្រើប្រាស់ឡានក្រុងដោយផ្ដល់ឲ្យគាត់នៅការតាមដានឡានក្រុងដោយតាមពេលវេលាជាក់ស្ដែងហើយផ្ដល់ឲ្យគាត់ពីព័ត៌មានផ្លូវនោះដែលគាត់ចង់ទៅថាគាត់ចំណាយពេលប្រមាណដើម្បីទៅដល់ទីតាំងគោលដៅរបស់គាត់ចំពោះ feature នៅក្នុង Google Bus application របស់យើងផងដែរយើងផ្ដល់ឲ្យគាត់នៅ bus route real time tracking ដែលជួយឲ្យគាត់ឃើញថាឡានក្រុងនោះមកដល់ណាហើយចំណាយពេលមួយនាទីដើម្បីទៅដល់ចំណតឡានក្រុងហើយ regular schedule មានន័យថាឡានក្រុងគាត់យើងគាត់អាចទៅដល់ចំណតរបស់គាត់នឹងទៀងពេលតាម schedule ដែលយើងបាន set ហើយ ticket subscription user គាត់អាចទិញ ticket នៅតាម online ហើយយើងនឹងបង្ហាញគាត់ជា ticket ដោយគាត់គ្រាន់តែដល់ឡានក្រុងគាត់គ្រាន់តែ scan ទៅគាត់អាចចូលជិះបានហើយនេះជា prototype របស់យើងទីមួយយើងមាន home page នៅពេលដែលគាត់ចុច book ticket វានាំទៅដល់ page មួយទៀតដែលមានឈ្មោះថា map នៅពេលដែលគាត់ចុចដល់ map គាត់អាច set location ដែលគាត់ចង់ទៅបន្ទាប់មកវានឹងបង្ហាញជាគីឡូដែលគាត់ត្រូវធ្វើដំណើរហ្នឹងហើយចំនួននាទីដែលគាត់ត្រូវចំណាយនៅពេលដែលគាត់ចុច book ticket ហើយគាត់នឹងទទួលបាន payment កន្លែង payment ហ្នឹងគាត់អាច scan ជា QR code ដែលគាត់ជាមួយនឹងទឹកប្រាក់នៅពេលដែលគាត់ scan ហើយគេនឹងបង្ហាញជា ticket មួយជាមួយនឹង barcode ហើយនឹង location ពី location គាត់ទៅ location មួយទៀតហើយនឹងចំនួននាទីដែលគាត់ត្រូវធ្វើដំណើរហើយគាត់អាច sell ticket បានហើយយើងក៏មានជា reward ផងដែរនៅពេលដែលគាត់ធ្វើដំណើរបានច្រើនអញ្ចឹងគាត់នឹងទទួលបាន point ច្រើនដែល point នោះអាចយកទៅបដូរជាភេសជ្ជៈបានផ្សេងទៀតចំពោះ target customer យើងយក target customer យើងជាប្រជាជនដែលរស់នៅតាមតំបន់ទីក្រុងភ្នំពេញហើយជាជនដែលឧស្សាហ៍ធ្វើដំណើរទៅមកនៅក្នុងទីក្រុងភ្នំពេញហើយអាយុចាប់ពី15ទៅដល់45ឆ្នាំvalue proposition របស់យើងគឺ ride ហើយនឹង reward user គាត់អាចរកបានបន្ទុករៀងរាល់ពេលដែលគាត់ធ្វើដំណើរនៅដោយប្រូក្រាមឡានក្រុងរបស់យើងហើយបន្ទុកនឹងផងដែរវាកាន់ណាតាមរយៈការបើគាត់ធ្វើដំណើរកាន់តែច្រើនអញ្ចឹងគាត់ទទួលបានបន្ទុកកាន់តែច្រើនហើយគាត់អាចដូរទៅជាភេសជ្ជៈខ្វាយឬក៏កៅទឹកអីផ្សេងយើងតាមយើងអាប់ដេតតាមក្រោយទៀតហើយ convenient របស់យើងគឺងាយស្រួលក្នុងការទិញ ticket ហ
ហើយមាន app របស់យើងគឺមាន UX ដែលធ្វើឲ្យ user គាត់ងាយស្រួលក្នុងការប្រើប្រាស់ចំពោះ reliable របស់យើងផងដែរគឺទី1ប្របាយនៅ real time burst route ឲ្យ user ចំពោះ market validation តាមរយៈការយើងស្រាវជ្រាវយើងឃើញថា public transportation market នៅក្នុងប្រទេសកម្ពុជារបស់យើងគឺត្រូវបានគេព្យាករណ៍ថាវានឹងឈានទៅដល់ 69.44 million $ត្រឹមឆ្នាំ 2025 ហើយវានឹងកើនឡើងប្រចាំឆ្នាំទៀតជាមួយនឹងអត្រា 2.99% ពីឆ្នាំ 2025 ទៅដល់ 2029 ចំពោះ computer analysis យើងជ្រើសរើសយក Citybus ជា computer របស់យើងទី1 cost របស់យើងតម្លៃយើងប្រហែលនឹង Citybus ផងដែរ schedule យើងល្អជាងយើងធ្វើឲ្យល្អជាង Citybus UX របស់យើងក៏យើងធ្វើឲ្យល្អជាង Citybus ដែរហើយ real time burst route របស់យើងក៏យើងធ្វើឲ្យល្អជាង Citybus ដែរហើយនេះជា partner ឲ្យនឹង marketing របស់យើងគឺទីមួយយើងជ្រើសរើសយកក្រសួងសាធារណការដឹកជញ្ជូនហើយបាគងសម្រាប់ការផ្ទេរប្រាក់លុយទៅវិញទៅមករវាង user ហើយនឹងapplication របស់យើងហើយនេះជា team member ហើយនឹងរោម្នាក់សម្រាប់ build app របស់យើងឲ្យបានជោគជ័យទីមួយគឺ Sina គាត់responsible ទៅលើ software engineer ខ្ញុំ respond ទៅលើ web design ហើយដំ respond ទៅលើ graphic design ហើយទី3គាត់ធ្វើជា developer growth strategy របស់យើងទី1 short term យើងធ្វើឲ្យមាន transportation របស់យើងនឹងមានច្រើន option faster performance ហើយមួយទៀត long term របស់យើងគឺបន្តការបង្កើតថ្មីនៅក្នុង app របស់យើងដើម្បីឲ្យ user គាត់ទទួលបាន promotion អីផ្សេងតាមនឹងទៀតដើម្បីទាក់ទាញ user មកប្រើប្រាស់ application របស់យើងនឹងកាន់តែច្រើនហើយនេះជា reference ដែលពួកយើងបានស្រាវជ្រាវហើយនឹងធ្វើការ survey ចឹងខ្ញុំសូមបញ្ចប់ការ presentation ផងតែប៉ុណ្ណឹងហើយមុននឹងបញ្ចប់ខ្ញុំសូមអរគុណដល់បងប្អូនសមាជិកដែលបានបង្រៀនអំពីប្រសិទ្ធនៃការបង្កើតអាជីវកម្មមួយពីដំណាក់កាលមួយទៅដំណាក់កាលមួយយ៉ាងក្បោះក្បាយដែលឲ្យយើងយល់ដឹងពីប្រសិទ្ធនៃការបង្កើតអាជីវកម្មមួយបានជោគជ័យ